គ្រីរុំនេះរដូវរំហោចនេះគឺល្អមែនតើអ្នកនេះសម្រាប់អ្នកដែលគាត់ចូលចិត្តការបោះតង់របៀបបែប explore របៀបបែបស្ងប់ស្ងាត់ខ្ញុំរីកមិនឲ្យអ្នកគ្នាទៅខាងគ្រីរុំដោយសារអីតាគឺរដូវរំហោចនេះគឺទេសភាពក៏ដូចជាធម្មជាតិគឺវាពិតជាស្រស់ស្អាតហើយមួយវិញទៀតគឺវាសម្បូរកន្លែងបោះតង់ក៏ដូចជាទីកន្លែងស្ងប់ស្ងាត់មួយចំនួនដែលអ្នកគ្នាអាចទៅ relax សម្រាប់បាននៅចុងសប្តាហ៍ឬមួយក៏ឆ្លៀតពេលពីការងារពីការទំនេរអាចមកឆ្លៀតពេលបោះតង់នៅទីនេះបានអញ្ចឹងណាអ្នកគ្នាហើយកន្លែងដែលខ្ញុំបានទៅលេងនេះគឺទីតាំងឈ្មោះថាបឹងពេសីអ្នកគ្នាដែលយើងចុះមកពីរង្វង់មូលគិរីរំឆ្ពោះទៅផ្លូវត្រង់ឡើងទៅកាន់ទីតាំងខាងវរៈបុណ្យធម្មប៉ុន្តែយើងឡើងទៅខាងវរៈបុណ្យធម្មទេគឺអ្នកគ្នាដល់ផ្លូវស្ដាំដៃដែលត្រូវឡើងទៅខាងវរៈបុណ្យធម្មយើងបត់ឆ្វេងហើយយើងជីប្រហែលជាប្រមាណខ្ទង់1គីឡូទៅ2គីឡូដីអ្នកគ្នាដល់ទីតាំងបឹងពេសីហើយសម្រាប់ទីតាំងនេះមួយវិញផងទៀតគឺទេសភាពបែបស្ងប់ស្ងាត់មានកន្លែងបោះតង់ល្អហើយពាក់ព័ន្ធមួយការចំណាយផ្សេងគឺសមរម្យជាងមួយវិញទៀតអ្នកគ្នាក៏អាចបោះតង់ក្បែរមាត់ទឹកហើយអាចយកសន្ទូចរបស់អ្នកគ្នាអាចមកស្ទូចត្រីនៅទីបានដោយសារតែខ្ញុំឃើញបងគាត់ទៅអង្គុយលេងនៅនោះដែលគាត់អាចទៅសម្រាកមួយថ្ងៃឬមួយក៏ទៅបាយទៅឲ្យជុំគ្នាហើយគាត់វល់ល្ងាចវល់អីហ្នឹងគឺខ្ញុំឃើញគាត់ស្ទូចបានត្រីច្រើនមែនតើអ្នកគ្នាគឺដាក់វត្តបណ្ដោយតែគ្រាន់ថាវាអត់សូវធំតែវាសបោប្រភេទត្រីគេហៅត្រីក្រាញ់យើង3ថ្នប់ដៃ4ថ្នប់ដៃហ្នឹងគឺសបោមែនតើអ្នកគ្នាគឺអង្គុយមើលគាត់ហើយក៏សម្រាប់ខ្ញុំបើខ្ញុំអង្គុយមើលហើយក៏មានអារម្មណ៍មួយថាគាត់នៅជាការស្ទូចត្រីចំណាយពេលឲ្យខ្លួនឯងជាមួយធម្មជាតិបែបនេះក៏មានអារម្មណ៍ថាវាស្រឡះខ្លួនហើយអ្នកគ្នាដោយសារតែមនុស្សយើងរាល់ថ្ងៃគឺយើងចំណាយពេលជាមួយការងារឬមួយក៏យើងនៅទីក្រុងឡើងរាល់ថ្ងៃហើយដល់ពេលអញ្ចឹងវាអត់មានអីថ្មីហើយមួយវិញទៀតវាមានតែភាពគេហៅថា stress ក៏ដូចជា toxic អីដោយសារតែយើងចំណាយពេលធ្វើការយើងនិយាយរួមទៅអ្នកគ្នាដឹងហើយថាអារម្មណ៍បែបហ្នឹងវាមិនចឹងហើយក៏យើងគួរតែមានពេលវេលាមួយសម្រាប់ខ្លួនឯងដូចជាការចំណាយពេលជាមួយធម្មជាតិចំណាយពេលជាមួយមិត្តភ័ក្តិគ្រួសារឬមួយក៏ដូចជាការទៅញ៉ាំអីជាដើមអ្នកគ្នាអ្វីក៏បានដែរឲ្យតែយើងគិតថាធ្វើទៅយើងបានសម្រាប់ខ្លួនឯងបាន relax កុំឲ្យថាវា toxic stress ខ្លាំងពេកអ្នកគ្នាហើយខ្ញុំគិតថាសកម្មភាពបែបនេះអ្នកដែលគាត់ធ្លាប់ធ្វើហើយគឺគាត់នៅតែបន្តធ្វើទៀតដោយសារតែសកម្មភាពបែបនេះគឺវាជួយយើងច្រើនតែអ្នកគ្នាយើងអាចចំណាយពេលមួយកន្លែងបានច្រើនយើងអាចធ្វើឲ្យផ្លូវចិត្តយើងក៏បានធូរស្បើយពីបញ្ហាមួយចំនួនមួយវិញទៀតសម្រាប់តែអ្នកដែលគាត់អត់ដែរសាកសោះក៏គួរតែសាកម្ដងដែរដើម្បីទទួលបានអារម្មណ៍មួយថាការបោះតង់នឹងវាមិនការដែលយើងចេញមកចំណាយពេលឲ្យខ្លួនឯងនឹងយើងទទួលបានអ្វីខ្លះពីខ្លួនឯងយើងត្រូវរៀនស្វែងយល់ពីខ្លួនឯងឲ្យបានច្រើនជាងគេហៅថាបំផ្លាញខ្លួនឯងអ្នកគ្នាបំផ្លាញមិនដូចអ្នកគ្នាធ្វើការហើយអ្នកគ្នាទៅកន្លែងតដែលពេកក៏វាមិនកើតដែរសារតែវាអត់មាននេះផ្លាស់ប្ដូរអ្នកគ្នាយើងគិតពីកន្លែងស្មុគស្មាញយើងរត់មកកន្លែងមនុស្សច្រើនដែលធ្វើឲ្យស្មុគស្មាញជាអានឹងវាអត់មានជួយឲ្យច្រើនទេគ្រាន់តែថាពីខ្ញុំទៅអ្នកដែលគាត់ធ្លាប់សាកហើយគាត់នៅតែបន្តហើយអ្នកដែលមិនដែលបានសាកសកម្មភាពបែបនេះទេក៏គួរតែសាកឲ្យបានម្ដងដែរដើម្បីទទួលបានរសជាតិថ្មីបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯងបន្ទាប់ពីយើងបាន set up តង់ក៏ដូចជាហូបអាហារពេលថ្ងៃរួចហើយយើងក៏ចូលមកដល់ពេលយប់វិញម្ដងដែលយើងធ្វើជាគោឡើងភ្នំក៏ដូចជាមានជាការដុតភ្នួរអាំងមន់អញ្ចឹងអ្នកគ្នាហើយថ្ងៃដែលខ្ញុំទៅនេះគឺចំថ្ងៃ31 ខែ 12 2025ដែលយើងទៅក្នុងគោលបំណងជុំគ្នាបោះតង់ relax ក៏ដូចជាយើងរងចាំទទួលឆ្នាំថ្មីដែលគេហៅថា countdown អ្នកគ្នាហើយទស្សនវិជ្ជាបែបនេះអ្នកគ្នាប្រកាសជាមិនដែលសាកហើយអ្នកខ្លះប្រកបបានសាកខ្ញុំជឿថាអារម្មណ៍បែបនេះអ្នកគ្នាប្រកាសជាបានដឹងរួចមកហើយថាការដែលយើងបានបោះតង់ជុំគ្នាជាមួយមិត្តភ័ក្តិជាមួយបងប្អូនសាច់ញាតិគឺអារម្មណ៍បែបនេះមិនងាយមានទេអ្នកគ្នាដូចខ្ញុំតែងតែនិយាយថាការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់របស់យើងគឺ
ពេលវេលាពិតជាមានតម្លៃមែនទែនអ្នកនរគ្នាអញ្ចឹងពីខ្ញុំទៅគឺគ្រាន់តែជាវីដេអូមួយសម្រាប់ចែកជូនអ្នកនរគ្នាទស្សនាមើលជាការកំសាន្តពេលចុងសប្តាហ៍ឬមួយក៏ជាវីដេអូមួយផ្ដល់បទពិសោធន៍និងចែករំលែកទីតាំងបោះតង់ជាមួយនឹងធម្មជាតិហើយសង្ឃឹមថាអ្នកគ្នាចូលចិត្តវីដេអូនេះសង្ឃឹមថាអ្នកគ្នាគួរតែសាកល្បងអ្វីដែលថ្មីសម្រាប់ខ្លួនឯងដូចជាការរុករកកន្លែងធម្មជាតិជាការបោះតង់ហើយនឹងចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាសង្ឃឹមថាឆ្នាំថ្មីយើងទទួលបានអ្វីដែលល្អក៏ដូចជាបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯងអភិវឌ្ឍខ្លួនឯងបន្តទៀតហើយក៏អរគុណអ្នកគ្នាសម្រាប់ការតាមដានសង្ឃឹមថាវីដេអូនេះអាចបម្រើអារម្មណ៍អ្នកទាំងគ្នាជាចុងក្រោយសង្ឃឹមថាឆ្នាំថ្មីជូនពរអ្នកគ្នាសុខសុវត្ថិភាពរស់ស៊ីមានបានសុខសប្បាយទាំងអស់គ្នាទៅទីជិតទីឆ្ងាយហើយមួយវិញទៀតអ្នកគ្នាកុំភ្លេចជួយ follow page របស់ខ្ញុំក៏ដូចជា subscribe channel YouTube របស់ខ្ញុំផងអញ្ចឹងអរគុណអ្នកគ្នាជួបខ្ញុំនៅវីដេអូក្រោយបាយ